ចំពោះវត្តផ្លោះដែលអរ៉ានេះវិញក្នុងមួយចំណុចមកទទួលបានទៅតនឹងប្រភេទម៉ាស៊ីនមួយទៅតនឹងប្រភេទក្បាល3ប្រភេទកាបូកណាត់មួយប្រភេទខ្សែសាក Type C មួយទៅតនឹងការសាកថ្មវិញគឺយើងយកទៅគេអាចសាកថ្មចន្លោះពី2ម៉ោងទៅ2ម៉ោងកន្លះគឺអាចកាត់ថ្មបានចន្លោះពី2សប្តាហ៍កន្លះរហូតដល់5សប្តាហ៍ហើយអាចធ្វើការសាកថ្មបានយើងអាចធ្វើការបិទនៅពេលដែលយើងប្រើប្រាស់ជីវវិការជាផ្ទះចូលឲ្យហ៊ុនសាកថ្មហើយមួយវិញទៀតទៅនឹងការប្រើប្រាស់យើងអាចធ្វើការបន្តជាបានយើងអាចធ្វើការបើកដើម្បីដាក់ទឹកបើសិនយើងប្រើអត់អស់ទេយើងអាចដាក់ទឹកចេញបានហើយមួយវិញទៀតទៅនឹងប្រភេទក្បាលរបស់វាវិញគឺកន្លែងនេះគឺយើងអាចធ្វើការបើកដើម្បីដាក់ប្រភេទក្បាលសកួរបាននៅពេលដែលយើងធ្វើការអញ្ចឹងយើងអាចប្រើប្រភេទដាក់ប្រភេទក្បាលនេះចូលបានហើយអាចធ្វើការបិទបានអញ្ចឹងនឹងហើយអាចធ្វើការដាក់ទៅតាមខ្លួនបានបងប្អូនក៏អាចប្រើទៅតាមប្រភេទ function នេះវិញប្រភេទ function គឺមានរហូតដល់4 function គឺយើងអាចធ្វើការសេរីទៅនឹងប្រភេទfunction ទី1ទី2ទី3ហើយនិងទី4ហើយចំពោះការប្រើប្រាស់ក្បាលវិញចំពោះក្បាលទី1គឺប្រភេទក្បាលប្រើប្រាស់ទូទៅដែលយើងអាចប្រើបានសម្រាប់អ្នកពុតធ្មេញក៏បានអ្នកធ្មេញធម្មតាក៏បានដែរចំពោះការប្រើប្រាស់គឺយើងអាចធ្វើការដាក់នៅលើធ្មេញរបស់យើងហើយយើងអាចធ្វើការបាញ់សម្អាតបានយើងអាចធ្វើការបាញ់សម្អាតតាមចន្លោះធ្មេញរបស់យើងឲ្យបានស្អាតជាពិសេសយើងអាចធ្វើការសម្អាតបានទាំងខាងលើនិងខាងក្រោមគឺអាចធ្វើការសម្អាតដូចគ្នាហើយចំពោះអ្នកពុតធ្មេញវិញដូចគ្នាយើងអាចធ្វើការបាញ់សម្អាតចំណុចចំណេះ5តាមចន្លោះធ្មេញទាំងខាងលើហើយនិងខាងក្រោមអញ្ចឹងទៅហើយវិញទៀតគឺយើងអាចធ្វើការបាញ់សម្អាតតទៅនឹងប្រភេទកណោចំណេះ5ជាប់តាមប្លុកធ្មេញបានដូចគ្នាតទៅនឹងប្រភេទដែលវាជាប់តាមប្លុកដែកបានអញ្ចឹងតទៅនឹងក្បាលទី2វិញគឺយើងអាចធ្វើការដកប្រើប្រាស់ទៅបើសិនយើងចង់ដកវិញគឺអាចដកដូចគ្នាគ្រាន់ចុចប៊ូតុងពណ៌លឿងមួយអាចធ្វើការដកបានដែរចំពោះការប្រើប្រាស់វិញប្រភេទក្បាលនេះគឺយើងអាចធ្វើការបាញ់សម្អាតកណោចំណេះ5ដែលជាប់តាមចន្លោះធ្មេញដែលជាប់ទៅជ្រៅឬក៏អ្នកដែលមានធ្មេញចន្លោះធ្មេញអញ្ចឹងយើងអាចធ្វើការបាញ់សម្អាតកណោចំណេះ5តាមចន្លោះធ្មេញទាំងលើទាំងក្រោមបានដូចគ្នាពុតធ្មេញដូចគ្នាគឺយើងអាចធ្វើការបាញ់សម្អាតកណោចំណេះ5តាមចន្លោះធ្មេញបានទាំងលើហើយនិងទាំងក្រោមហើយនៅតាមប្រឡោះដែកបានដូចគ្នាចំពោះក្បាលទី3វិញគឺក្បាលសម្រាប់អ្នកពុតធ្មេញតែក្បាលនេះគឺយើងអាចធ្វើការដណ្ដុះទៅនឹងតាមចាញ់ធ្មេញនៅពេលយើងញ៉ាំអីហើយអញ្ចឹងយើងអាចមានកណោកប៉ៅជាប់អីអញ្ចឹងយើងអាចដណ្ដុះនៅលើហ្នឹងឬមួយក៏ដណ្ដុះទៅតាមចន្លោះធ្មេញយើងអាចបាញ់សម្អាតតាមចន្លោះធ្មេញផងដណ្ដុះផងបានឬក៏ដណ្ដុះទៅប្រភេទក្របប្រេះគីឡូវាមានកណោកប៉ៅជាប់អញ្ចឹងយើងអាចដណ្ដុះតិចបានដើម្បីជៀសវាងការធ្មេញតាមចន្លោះធ្មេញឬក៏តាមកែមនៃដៃប្រេះរបស់យើងនៅពេលដែលយើងបន្សល់ទុកទៅប្រភេទកណោកកបោច្រើនពេកហើយការប្រើប្រាស់វិញគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដាន